និយាយពីរឿងបញ្ហានយោបាយខ្ញុំនឹងបញ្យល់អំពីបញ្ហានយោបាយហេតុអីបានជាលោកអាលីអឺហាមេនេនេះគឺត្រូវបានប្រជាពលរដ្ឋគិតថាសមនឹងស្លាប់ហេតុអីបានជាគាត់ស្លាប់ហើយនាំគ្នាអបអរសាទរជប់លៀងថាសមនឹងស្លាប់ខ្ញុំនឹងបញ្យល់រឿងនេះដែរចុះលោកអាន់វ៉ាគាត់បាននិយាយថាលោកអត់មានអល់ឯកទាំងអស់នៅក្នុងការថ្កោលទោសការសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់លោកអាលីហាមេនេបាទដែលស្លាប់ដោយការវាយប្រហារពីដែនអាកាសអីអញ្ចឹងទៅពេលជាមួយគ្នាហ្នឹងក៏គាត់ក៏សុំស្នើដែរឲ្យអាជ្ញាធរអ៊ីរ៉ង់តបតយ៉ាងម៉េចជាមួយនឹងអាមេរិកឬក៏អ៊ីស្រាអែលវិញនេះដោយការអត់ធ្មត់ខ្ពស់បំផុតដែរគាត់មិននិយាយថាគាត់ថ្កោលទោសថាអំពើឈ្លានពានខុសច្បាប់ហ្នឹងការសម្លាប់ហ្នឹងប៉ុន្តែក៏សុំឲ្យតបតយ៉ាងម៉េចហ្នឹងឲ្យវាមានការអត់ធ្មត់ខ្ពស់បំផុតអញ្ចឹងដែរសំស្របរបស់គាត់ដែរលោកថាប្រទេសម៉ាឡេស៊ីគឺនៅតែប្រកាន់ជំហរថាមិនគ្រប់គ្រងអំពើហិង្សាណាមួយនៅក្នុងការរកដំណោះស្រាយអីទេគឺរកដំណោះស្រាយដោយផ្លូវសុខសន្តិភាពការចរចាដោយសន្តិវិធីហើយនៅក្នុងនេះគាត់ស្នើឲ្យមានការចរចាផ្លូវទូតហើយនឹងធ្វើឲ្យជំហរចរចាផ្នែកនយោបាយហ្នឹងប្រព្រឹត្តទៅឡើងវិញទៅអីចឹងទៅបាទសំស្របអូខេឥឡូវព័ត៌មានទី2ខ្ញុំស្លេះអំពីរឿងអាស៊ានត្រឹមប៉ុណ្ណឹងគឺចូលដល់ការស្លាប់របស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ដែលស្លាប់នៅក្នុងផ្ទះដោយការវាយប្រហារពីដែនអាកាសរបស់អាមេរិកនិងអ៊ីស្រាអែលបងប្អូនយើងដែលសាកស្រមៃឃើញទេដែលមេដឹកនាំរបស់អ៊ីរ៉ង់ដឹកនាំប្រទេសនេះជាមេដឹកនាំបព្វជិតសាសនាលោកអាលីហាមេនេនេះណាគឺជាអ្នកដឹកនាំនៅប្រទេសអ៊ីរ៉ង់ដ៏មោះមុតដ៏មានការជឿទុកចិត្តរបស់ប្រទេសប្រជាពលរដ្ឋអ៊ីរ៉ង់ច្រើនណាស់ជាពិសេសគឺក្រោមរបបផ្ដាច់ការ36-37ឆ្នាំគឺវែងណាស់យូរណាស់គឺបានន័យថាគាត់នឹងត្រូវបានពេលដែលគាត់ចូលមកភ្លាមកាន់ការប្រទេសភ្លាមគឺសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរដ្ឋបတ်ទាំងអស់ពីដើមឡើយមុននឹងគាត់កាន់ប្រទេសហ្នឹងប្រទេសអ៊ីរ៉ង់ហ្នឹងស្រីអីមានសិទ្ធិដើរហើរអីដូចថានិយាយទៅសេរីភាពច្រើនណាគ្រាន់តែចូលពាក្យពួកគាត់កាន់កិច្ចការភ្លាមគឺថារុំឃ្លុំមុខឬក៏ថានិយាយទៅសិទ្ធិសេរីភាពហ្នឹងផ្ដាច់អស់ទាំងអស់ប្រជាពលរដ្ឋរងទុកបុកម្នេញនៃការធ្វើទុកផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគ្មានការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ទៅ36ឆ្នាំឈ្នះតាគណៈបកឬក៏ការដឹកនាំរបស់គណៈបកកាន់អំណាចរបស់ក្រុមលោកអាលីហាមេនេនេះគឺរហូតហើយនៅពេលដែលលោកកាន់អំណាច30ឆ្នាំជាងនេះគឺអាមេរិកគឺជាសត្រូវស៊ីសាច់ហត់ឈាមរតាសម្លាប់រតាធ្វើឃាតគ្រប់តាពេលទេធ្វើគេហើយកអ៊ីរ៉ង់នេះគឺមានសម្ព័ន្ធមិត្តរបស់ខ្លួនដែលគេកូនជឹងរបស់ខ្លួនទាំងនៅលីបង់ទាំងនៅយេម៉ិនទាំងនៅអីមានក្រុមហាម៉ាស់ក្រុមហេបូឡាក្រុមទូតស៊ីក្រុមអីហ្នឹងគឺច្រើនដែលជាគេហៅអង់គ្លេសហៅ proxy គឺកូនជឹងរបស់គាត់ហ្នឹងដើម្បីជួយទប់មជ្ឈិមបូព៌ាវាយជាមួយនឹងអ៊ីស្រាអែលហើយសង្គ្រាមនៅមជ្ឈិមបូព៌ានេះគឺមិនអាចរលត់បានឬក៏ជាប់កាំងខ្លាំងគឺដោយសារអ៊ីរ៉ង់កាងការពារជួយលុយទំនុកបំរុងទាំងសពាវុធអីសពបែបយ៉ាងហើយអ៊ីរ៉ង់ដោយសារតែលុយពីប្រេងហ្នឹងវាសម្បើមពេកគឺគាត់អាចធ្វើព្យុះភ្លៀងគ្រឿងសពាវុធរបស់គាត់យ៉ាងសម្បើមរហូតចុងក្រោយហ្នឹងអាបរមាណូរបស់គាត់ហ្នឹងអាមេរិកឲ្យរំលាយចោលគាត់អត់ព្រមរំលាយទើបធ្វើឲ្យមានរឿងកើតឡើងថ្ងៃនេះដូច្នេះអាមេរិកបានមួយប្រព្រឹត្តផ្នែកតែមិនយូរសោះប្រតិបត្តិការថ្ងៃ28ហ្នឹងគឺគាត់តែបាញ់ក្ដួងគឺមានការវាយប្រហារដល់កន្លែងលំនៅឋានរបស់លោកអាលីនឹងតែម្ដងហើយស្លាប់មិនមែនស្លាប់តែលោកអាលីទេគឺស្លាប់មនុស្ស3នាក់នៅក្នុងផ្ទះហ្នឹងដោយទាំងលោកអាលីផងអាលីហាមេនេហ្នឹងគឺមានកូនស្រីគាត់ហើយនឹងមានចៅគាត់ម្នាក់ផងដូច្នេះមនុស្ស3នាក់ស្លាប់ក្នុងពេលតែមួយនៅក្នុងពេលដែលទម្លាក់គ្រាប់យើងគិតឃើញទេថាមេដឹកនាំផ្ដាច់ការមួយនៅលើពិភពលោកហើយរស់នៅក្នុងអាស្រមវិមានដ៏ស្កឹមស្កៃរបស់ខ្លួនដែលគិតថាគ្មាននរណាអាចទៅប៉ះបានព្រោះខ្លួនមានកំជ្រួចវងមានខែលការពារមីស៊ីលគ្រាប់ផ្លោងដែលអាចអាវុធរបស់ខ្លួនមិនត្រឹមតែការពារទេផលិតលក់ទាំងអា drone អត្តឃាត drone ស្អីហ្នឹងគឺផលិតលក់ទៅលើពិភពលោកជួយប្រទេសជាច្រើនសិតតែមេដឹកនាំផ្ដាច់ការដូចគ្នាគឺធ្វើបានដល់ពេលខ្លួនឯងការពារខ្លួនឯងអត់បានតែយើងដែរស្រមៃដូច្នេះដែរទេបងប្អូនអានេះគឺជារឿងមួយដែលជាការដាស់តឿនដល់មេដឹកនាំផ្ដាច់ការនៅលើពិភពលោកថាអ្នកអាចរត់បានប៉ុន្តែអ្នកអាចគេចខ្លួនបានណាអញ្ចឹងឲ្យកែប្រែប្រទេសរបៀបដឹកនាំរដ្ឋហ្នឹងឲ្យមានសិទ្ធិសេរីភាពមានប្រជាធិបតេយ្យមានអីត្រឹមត្រូវទៅកុំឲ្យផ្ដាច់ការអញ្ចឹងព្រោះអត់មានប្រទេសណាគេអាចនឹងត្រេកអរសាទរនៅក្នុងរបៀបដឹកនាំរបស់រដ្ឋរបស់យើងហើយដល់ពេលមានការសម្លាប់ឬក៏ធ្វើបាបធ្វើទុកបុកម្នេញអញ្ចឹងមានអ្នកសាទរមានអីចឹងទៀតវាអត់មានអ្នកថ្កោលទោសច្រើនទេថ្កោលទោសមានច្រើនមានតែរុស្ស៊ីមានតែចិនអីហ្នឹងទេពី3ប្រទេសហ្នឹងក្រៅពីហ្នឹងគឺប្រទេសនៅលើពិភពលោកស្ទើរទាំងអស់វាគេហាក់បីដូចជាមានការថ្លឹងថ្លែងថា
ប្រជាពលរដ្ឋអ៊ីរ៉ង់អាចនឹងបានសុខសន្តិភាពហើយចាប់ពីពេលហ្នឹងទៅអាចលំបាកបងប្អូនមានចាំទេការស្លាប់របស់លោកអាលីហាមេនេនេះវាមែនតើគឺជាការស្លាប់មួយដែលជាការដែលដូចយើងស្ដាប់មើលទៅដូចជាព្រៃផ្សៃបន្តិចដែរព្រោះអីលោកមិនមែនស្លាប់ដោយសារតែអស់ជីវិតអស់សង្ខារដោយរោគគាពៀតនៃអាយុចាស់ជរាអីទេគឺស្លាប់ដោយសារគ្រាប់ផ្លោងពីលើដែនអាកាសទៅលើដែនអធិបតេយ្យនិងផ្ទះដែលកំពុងតែស្នាក់នៅវាជារឿងមួយដែលមើលទៅរំជួលចិត្តណាស់សម្រាប់អ្នកគ្រប់គ្រងលោកអាលីគឺនៅទូទាំងប្រទេសអ៊ីរ៉ង់ហ្នឹងអ្នកដែលស្មោះស្ម័គ្រនឹងលោកអាលី36ឆ្នាំមកហើយដែលបានលៀបសការៈបានផលពីការដឹកនាំរបស់លោកអាលីឡើងតវ៉ាបាតកម្មក៏ក្រើកដែរដើម្បីកាន់ទុកហើយឥឡូវនេះគឺប្រទេសអ៊ីរ៉ង់នេះគេកាន់ទុករយៈពេល40ថ្ងៃគេប្រកាសឲ្យអញ្ចឹងទៅបាទដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងកាន់ទុកមេដឹកនាំបព្វជិតរបស់គេដ៏មហាអស្ចារ្យរបស់គេដែរតែយើងត្រូវគិតថាយើងមិនពេញចិត្តលោកអាលីប៉ុណ្ណាយើងស្អប់គាត់ប៉ុណ្ណាអ្នកណាស្អប់ក៏នៅមានមនុស្សស្រឡាញ់គាត់ក៏ច្រើនដែរនៅក្នុងប្រទេសនោះដែលបានលៀបសការៈអំពីការធ្វើទុកបុកម្នេញរបស់គាត់ទៅលើអ្នកដទៃព្រោះអីវាត្រូវតែមានអ្នកដែលគ្រប់គ្រងលោកអាលីដែលបានផលកម្រៃជាពិសេសពួកតែស្កសអាជ័យធ្លាក់ទឹកនឹងឯងដែលបានកម្រៃលៀបសការៈដើម្បីជញ្ជក់ញើសឈាមរបស់ប្រជាពលរដ្ឋដទៃទៀតឲ្យវេទនាព្រោះអីបានក្រុមហ្នឹងជួយជ្រោមជ្រែងឈរដោបអោបដៃមើលក្រុមដែលឈរអោបដៃមើលអំពើអយុត្តិធម៌ហ្នឹងឯងដែលដល់ម៉ោងហ្នឹងគឺនាំគ្នាក្រោកតវ៉ាដើម្បីគ្រប់គ្រងលោកកោតទោសអាមេរិករឿងសម្រាប់លោកអាលីហើយអាហ្នឹងចឹងប៉ុន្តែបងប្អូនលោកអាលីស្លាប់ម្នាក់កូនស្រីគាត់ម្នាក់និងចៅម្នាក់3នាក់និងមនុស្សចំណិតនៅក្នុងពេលប្រតិបត្តិការសឹកចុងក្រោយនេះគឺមនុស្សចំណិតរបស់លោកអាលី2នាក់ទៀតដែលស្លាប់គឺសុទ្ធតែមន្ត្រីជាន់ខ្ពស់កិច្ចការសន្តិសុខជាតិរបស់អ៊ីរ៉ង់ហ្នឹងស្លាប់នៅក្នុងប្រតិបត្តិការនេះដែរក៏ប៉ុន្តែហើយមនុស្សដែលស្លាប់នៅក្នុងប្រតិបត្តិការពីថ្ងៃ28នេះគឺមានជាង200នាក់ហើយរបួសប្រហែលជា7-800នាក់កុមារស្លាប់ច្រើនមែនតើស្ទើរតែពាក់កណ្ដាលព្រោះអីដោយសារគ្រាប់មួយរបស់អ៊ីស្រាអែលធ្លាក់ចំសាលារៀនបឋមសិក្សារបស់កូនក្មេងដែលកំពុងរៀនណាបងប្អូនវាខ្លោចចិត្តដែរធ្វើនិយាយទៅអំពើបែបនេះគឺជាអំពើព្រៃផ្សៃដែរបើយើងមើលឲ្យអស់ណាកុមារគ្នាគ្មានកំហុសអីទេយើងអ្នកនយោបាយឆ្លោះគ្នាតើហេតុអីបានជាគាត់ខ្លាយទៅជាជនរងគ្រោះនៃចំនួននេះអីចឹងទៅក៏ប៉ុន្តែបើបងប្អូនមើលឲ្យមែនតើណាពេលដែលលោកអាលីកូនស្រីរបស់គាត់និងអ្នកចំណិតរបស់គាត់ប្រហែលអ្នក 4-5 អ្នកនឹងស្លាប់ប្រហែលថ្ងៃមុនណានៅពេលដែលអ៊ីរ៉ង់ធ្វើប្រជាពលរដ្ឋអ៊ីរ៉ង់ធ្វើបាតកម្មផ្ទុះដើម្បីផ្ដួលរំលំរបបនេះផ្លាស់ប្ដូររបបដឹកនាំបែបផ្ដាច់ការនេះបងប្អូនដឹងអាញាធរដែលគ្រប់គ្រងដោយលោកអាលីហាមេនេនេះសម្រាប់ពលបាតកោប្រហែលអ្នកព័ត៌មានក្រៅផ្លូវការមានរហូតដល់ជិត 30,000 នាក់មិនដល់ពេល2អាទិត្យផងបងប្អូនសម្រាប់បាតកោជិត 30,000 នាក់បងប្អូនសាកគិតទៅមើលតើវាសាហាវខុសខើព្រៃផ្សៃប៉ុណ្ណានៅពេលដែលប្រជាពលរដ្ឋដែលគេមិនគ្រប់គ្រងយើងមិនពេញចិត្តយើងហើយគេសុំឲ្យមានការផ្លាស់ប្ដូរយើងសម្រាប់គេព្យួរកោះគេយូរហើយប៉ុន្តែដល់ពេលមានអាមេរិកគ្រប់គ្រងធ្វើឲ្យប្រជាពលរដ្ឋដែលសប្បាយចិត្តដែលថាមានអាមេរិកគេអាចនៅពីក្រោយឬសហគមន៍អន្តរជាតិជួយទៅក៏ក្រោកមកភ្លាមដូចភ្លើងចម្បាំងដូចសัตว์មមាញចូលភ្លើងដែរអយុត្តិធម៌សម្រាប់បងប្អូនទាំងអស់ហ្នឹងទេដែលតវ៉ាដើម្បីឲ្យមានការផ្លាស់ប្ដូរគ្រាន់តែដើម្បីឲ្យបានប្រយោជន៍ទាំងអស់គ្នាដោយសារគាត់រំលោភបំពានសិទ្ធិមនុស្សនឹងវាច្រើនពេកហើយឥឡូវគាត់តស៊ូមកស្លាប់អស់ប្រហែល 30,000 នាក់ដោយសារការសម្លាប់របស់អាជ្ញាធររបស់លោកអាលីយើងសោកស្ដាយយើងកាន់ទុកលោកអាលីចុះគ្នា 30,000 នាក់ទៀតនោះហើយអាហ្នឹងគាត់តួលេខក្រៅផ្លូវការផងវាអាចមានច្រើនជាង 30,000 ព្រោះអីអាជ្ញាធរអ៊ីរ៉ង់នេះបិទអ៊ីនធឺណិតបិទអីហាមឃាត់អ្នកសារព័ត៌មានឯករាជ្យអីសម្បើមណាស់ដូច្នេះពិបាកនឹងទទួលព័ត៌មានពិតដូចសម័យខ្មែរក្រហមអញ្ចឹងបងប្អូនប្រជាពលរដ្ឋ1,700,000 នាក់ស្លាប់3ឆ្នាំ8ខែ20ថ្ងៃអត់មាននរណាដឹងទាល់តែបែករបបនឹងមិនដឹងអានេះហើយយើងមើលអំពីភាពខុសខើព្រៃផ្សៃរបស់មានដឹកនាំរបស់អ៊ីរ៉ង់នេះដែរហើយភាពខុសខើព្រៃផ្សៃនេះវាសមនឹងអ្វីដែលលោកត្រាំគាត់ពិពណ៌នានៅក្នុងសាររបស់គាត់និយាយចេះនៅពេលដែលលោកអាលីហាមេនេត្រូវបានការវាយប្រហារនឹងស្លាប់នៅក្នុងកន្លែងស្នាក់នៅរបស់គាត់ហ្នឹងលោកដូណាល់ត្រាំសរសេរសារនៅក្នុង True Social របស់គាត់និយាយចេះថាលោកហាមេនេអាលីហាមេនេគឺជាមេដឹកនាំមួយដ៏កាចសាហាវខូខើយំខ្នងបំផុតក្នុងមនុស្សក្នុងប្រវត្តិមនុស្សជាតិគាត់និយាយបែបនេះគាត់ថាឥឡូវស្លាប់ហើយគាត់ថានេះមិនមែនការស្លាប់នេះមិនមែនត្រឹមតែនាំយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនៅអ៊ីរ៉ង់ទេក៏ប៉ុន្តែវាជាការរកយុត្តិធម៌ផលប្រយោជន៍យ៉ាងច្រើនមហិមាសម្រាប់ប្រជាពលរដ្ឋអាមេរិកកាំងទៀតផងគឺអាមេរិកកាំងទាំងអស់ហើយអ្នកដែលជាពិសេសគឺរកយុត្តិធម៌សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោកដែលរងការគំរាមកំហែងឬក៏ប្រជាពលរដ្ឋរបស់ខ្លួនត្រូវបាន
អាញាធរនេះសម្លាប់ឬក៏កាត់កឬក៏ធ្វើទុកបុកម្នេញបង្ហូរឈាមនៃក្រុមបិសាចហត់ឈាមដល់សាហាវនេះគាត់ប្រើពាក្យអញ្ចឹងគាត់ថាមួយទៀតលោកត្រាំបានបញ្ជាក់ថាឥឡូវនេះនៅតែបន្តកិច្ចការប្រតិបត្តិការនេះតទៅទៀតហើយគាត់ថាដំណើរការបន្ទាប់គួរតែចាប់ផ្ដើមគឺនៅពេលដែលស្លាប់មេដឹកនាំកម្ពុជានេះគឺកម្ពុជាប្រទេសអ៊ីរ៉ង់ដែលទៅរកដង្ហើមសេរីភាពនិងប្រជាធិបតេយ្យគាត់ថាគឺកាន់តែគៀកណាស់មកហើយគឺរាប់ថ្ងៃទេមិនមែនរាប់សប្តាហ៍ឬរាប់ខែណាគាត់និយាយចឹងទៅវិញណាប៉ុន្តែលោកត្រាំបើតាមមើលគឺគាត់និយាយមុននឹងសារដែលមុននឹងស្លាប់លោកអាលីហ្នឹងគាត់និយាយចេះដែរគាត់ថាសូមឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ដាក់អាវុធកុំតដៃជាមួយនឹងអាញាធររបស់អ៊ីស្រាអែលឬក៏អាមេរិកដែលចុះទៅជួយចង់និយាយចឹងណាកុំឲ្យតដៃព្រោះអីសូម្បីតែហ៊ានឬក៏កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ដែលគ្រប់គ្រងរដ្ឋាភិបាលអ៊ីរ៉ង់កាប់មុខផ្ដាច់មុខអីចឹងហ្នឹងក៏អាមេរិកតាមរយៈលោកត្រាំហ្នឹងអំពាវនាវឲ្យទម្លាក់អាវុធចោលឲ្យអស់ហើយសារភាពទៅគឺនឹងផ្ដល់ជូនការអនុគ្រោះពេញទំហឹងដោយអត់មានធ្វើទុកបុកម្នេញអីទាំងអស់នេះក៏ជាសាររបស់លោកត្រាំចង់បញ្ជាក់ថាជាឱកាសល្អសម្រាប់ក្រុមកម្លាំងប្រដាប់អាវុធដែលការពាររដ្ឋាភិបាលរបស់អ៊ីរ៉ង់ហ្នឹងឲ្យចុះចូលឬទម្លាក់អាវុធទៅជាងយកសេចក្តីស្លាប់ព្រោះគាត់ថាបើសិនជាមិនទម្លាក់អាវុធទេទីបំផុតអ្នកទាំងអស់នោះនឹងស្លាប់ដដែលទេបាទបងប្អូនវានៅតែមានអ្នកស្មោះស្ម័គ្រជាមួយនឹងលោកអាលីនិងរដ្ឋាភិបាលនេះទេព្រោះអីនៅប្រទេសណាក៏ដូចប្រទេសណាដែរអ្នកដែលស្មោះស្ម័គ្រអ្នកដែលអីហ្នឹងគេនៅតែមានរបស់គេអញ្ចឹងយើងឃើញនៅអាមេរិកនេះមានការតវ៉ាបាតកម្មប្រឆាំងនឹងការទម្លាក់គ្រាប់ឬក៏សម្លាប់លោកអាលីនឹងដោយសហគមន៍អ៊ីរ៉ង់នៅអាមេរិកដែរហើយសម្បីនៅអ៊ីរ៉ង់នឹងអំពេលដែលមានការតវ៉ាក៏មានការរាំរែកផឹកស៊ីច្រៀងដើម្បីអបអរសាទរពួកគេសប្បាយអីចឹងដែរដូច្នេះការដែលនេះគឺមានភាពចម្រុះខ្លាំងមែនតើសម្បីតែមេដឹកនាំពិភពលោកដូចខ្ញុំបានជម្រាបហើយគឺខាងអង្គការសហប្រជាជាតិគឺលោកអង់តូញ៉ូគូតេរ៉េសដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិក៏លោកមិននៅមាត់ស្ងៀមដែរគឺមិនខ្លាចនឹងថ្កោលទោសសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទេនៅក្នុងការដែលទម្លាក់គ្រាប់ឬក៏បង្កអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ានេះលោកបាននិយាយហៅថានៅលោកអង់តូញ៉ូ ហ្គូតេរ៉េសបានអំពាវនាវឲ្យមានបទឈប់បាញ់ឬក៏អាការបន្ទុះសារាយគ្នានឹងជាបន្ទាន់ដោយឥតលក្ខខណ្ឌហើយងាកទៅរកការបន្ធូរបន្ថយកម្ដៅវិញជាបន្ទាន់ដែរលោកថាការដែលខកខានមិនអាចបន្ធូរកម្ដៅឬបញ្ឈប់ការបាញ់គ្នានេះគឺវានឹងធ្វើឲ្យមានផលវិបាកមួយដ៏ធ្ងន់ធ្ងរបំផុតដល់ជីវិតប្រជាពលរដ្ឋស៊ីវិលហើយនិងស្ថិរភាពនៅក្នុងតំបន់នេះផងលោកលើកទឹកចិត្តឲ្យរាល់ភាគីទាំងអស់វិលត្រឡប់មកកាន់ចុកតុកចរចាវិញជាបន្ទាន់ហើយលោកបានបញ្ជាក់ទៀតថាគ្មានអ្វីមួយដែលជាជំរឿសដ៏ល្អដើម្បីឲ្យមានសុខសន្តិភាពក្រៅតែពីការរកដំណោះស្រាយដោយសុខសន្តិភាពនោះទេព្រោះចុងកណ្ណុងគឺមិនអាចក្រកកំភ្លើងមិនអាចដោះស្រាយរកសុខសន្តិភាពម្យ៉ាងវិញទៀតគឺលោកបាននិយាយថាការដែលឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់នេះគឺជាការដែលធ្វើផ្ទុយទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែលធម្មនុញ្ញអង្គការសហប្រជាជាតិបានចែងអំពីមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាកម្លាំងសន្តិភាពនិងសន្តិសុខអន្តរជាតិតាមរយៈច្បាប់ទម្លាប់និងនីតិរដ្ឋត្រឹមត្រូវអីចឹងទៅបាទនេះគឺជាសាររបស់លោកអង់តូញ៉ូ ហ្គូតេរ៉េសជាអគ្គលេខាធិការអង្គការសហប្រជាជាតិលោកត្រូវតែថ្លែងដូច្នេះហើយព្រោះអីជាម៉ែឪកូនចៅឆ្លោះគ្នាប៉ុន្តែម៉ែឪនេះគឺកាស់ចាស់ហើយជរាហើយទុនហើយអត់មានអធិពលអីប្រមាណទេព្រោះអីកូនយកអ្វីមកដោះស្រាយខ្លួនឯងអស់ហើយម្សិលមិញនេះក៏មានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរគឺដោយសារតែប្រទេសបារាំងអីហ្នឹងគឺគេអាល្លឺម៉ង់អីគេនាំគ្នាកោះរុស្ស៊ីចិនអីហ្នឹងគេថាប្រជុំឲ្យឆាប់ទៅដើម្បីដោះស្រាយបញ្ហាអ៊ីរ៉ង់នេះគេក៏ប្រជុំមែនប៉ុន្តែជាលទ្ធផលគឺស្ពៃដៃទទេទៀតហើយបងប្អូនប្រជុំយ៉ាងម៉េចព្រោះនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះគឺកម្លាំងនៃសមាជិកអចិន្ត្រៃយ៍5ធំដែលមានអាមេរិកមានចិនមានរុស្ស៊ីមានអង់គ្លេសអីហ្នឹងតើមានអ្នកណាម្នាក់វេតូសេចក្តីសម្រេចអីក៏ដោយហ្នឹងគឺចាត់ទុកជាមោឃៈបងប្អូនបានន័យថាក្រុមប្រឹក្សាសន្តិសុខហ្នឹងមែនតើគឺបង្កើតមកហ្នឹងគឺមិនមែនរកសម្លេង50+1អីទេគឺត្រូវតាអត់មាននរណាម្នាក់នៅក្នុង5នាក់ហ្នឹងគឺដឹងនិយាយទៅឲ្យតែមានសម្លេង25សុំទោសឲ្យតែមានសម្លេង 20% ខ្ទាស់គឺចាត់ទុកជាមោឃៈអានេះហើយគឺជារឿងតល់ច្រកមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលគេបង្កើតមកគឺធ្វើឲ្យបើអត់ដូរច្បាប់នឹងរចនាសម្ព័ន្ធនេះបើយក50+1វិញណាបានន័យថា5នាក់បើមាន3នាក់គេទៅ2នាក់ជំទាស់ទៅ
បានន័យថានៅតែទៅបានអាហ្នឹងបានយើងរកសុខសន្តិភាពឬក៏ឲ្យអាក្រុមប្រឹក្សាសន្តិសុខហ្នឹងវាមានទឹកមាត់ប្រៃដល់ពេលអាក្រុមនីតិវិធីគេហ្នឹងចែកមកអញ្ចឹងអ្នកណាវេតូតែម្នាក់គឺមកហើយចុះអាមេរិកដែលទៅសម្រាប់នៅក្នុងក្រុមប្រឹក្សាដើម្បីថ្កោលទោសអាមេរិកខ្លួនឯងមែនអញ្ចឹងប្រជុំឲ្យទៅហត់ទេគ្រប់តែកិច្ចហ្នឹងដូចតែគ្នាអាកាលថៃវាយខ្មែរក្ដួងក្ដាំងខំកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខហ្នឹងមកប្រជុំហើយប្រទេសអត់មាននរណាកាន់ជើងខ្មែរអត់មាននរណាបោះឆ្នោតអីដើម្បីថ្កោលទោសថៃគេឲ្យច្បោល់ទៅចរចាគ្នាវាយគ្នាមកប្រាវទៀតវាអញ្ចឹងហ่าបងប្អូនអញ្ចឹងបានថាអយុត្តិធម៌មែនតើហើយយើងមិនដឹងថាតើទៅរកទិសតំបន់អីយ៉ាងម៉េចបើពិភពលោកវាកន្លប់ចាក់អញ្ចឹងហើយបានខ្ញុំចេះនិយាយថានៅពេលដែលពិភពលោកកន្លប់ចាក់គឺអត្តាហិអត្តនោនាថោខ្លួនទីពឹងខ្លួនបានន័យថាម៉េចគ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរយើងទេហើយនៅពេលដែលគេបំផ្លាញប្រព័ន្ធសាមគ្គីជាតិយើងអស់ហើយដល់ពេលឥឡូវគេអត់មានអ្នកណាខ្លួនទីពឹងខ្លួនហ្មងឥឡូវខ្លួនទីពឹងខោអាម៉េចបើខោលហែកអស់ហើយនេះតើទៅតឹងវាលិចលើលេខក្រោមតើវាទៅពឹងស្អីគេឥឡូវហ្នឹងអញ្ចឹងបានថាបើវាលហែកហើយនាំគ្នាបិទប៉ះវាទៅដើម្បីឲ្យវាចិត្តខ្លួនអាហ្នឹងបានយើងអាចដោះស្រាយក្នុងស្ថានភាពនេះបានអញ្ចឹងខ្ញុំចិត្តតែចាំមើលថាតើរដ្ឋាភិបាលកម្ពុជាអង្កលបានគាត់ធ្វើអាគេហៅវិធីផ្សះផ្សាជាតិហ្នឹងអង្កលបានគាត់ដោះលែងអ្នកទោសនយោបាយឲ្យអស់អង្កលបានគាត់អីមិនត្រឹមតែមិនដោះលែងអ្នកទោសនយោបាយទេគឺចាប់ផ្ដើមមានក្រុមអាមីថោងគេមករដកសញ្ជាតិឯណាបន្លាលុះអត់ដកកុងតឺន័រអត់ដកលូលេនឋានថៃអត់ដកទង់ជាតិថៃអត់ទៅដករូបបដិមាកថៃដែលគេយកមកដាក់រូបពុទ្ធយកអត់ទៅដកមកដកសញ្ជាតិលោកសំរងស៊ីនឹងក្រុមឯណានៅក្រៅប្រទេសហ្នឹងចឹងទៅចឹងតើយើងនឹងត្រូវលងលក់នៅក្នុងដំណេកនេះដល់ប្រមាណទៀតនៅពេលដែលទឹកលិចកប៉ាល់ហើយនេះខ្ញុំអាសូរដែរបងប្អូនប៉ុន្តែយើងវារបត់នេះគឺជារបត់មួយដ៏អកុសលមែនទែនសម្រាប់កម្ពុជាគ្មានពេលណាដែលលំបាកជាងពេលនេះទៀតទេសហគមន៍អន្តរជាតិគេអត់ខ្វល់យើងទេបងប្អូនហើយចាំណាបងប្អូនខ្ញុំធ្លាប់បានព្យាករថាថៃមិនវាយខ្មែរជាលើកទី3ទេប៉ុន្តែស្ថានភាពដូចសពថ្ងៃនេះជិះអត់ផុតទេដោយសារទី1ខ្មែរអត់ព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិមានអ្នកខ្លះគេថាអើយតាហ៊ានប្តឹងទៅហ្នឹងថៃគេវាយយើងហើយបងប្អូននៅពេលដែលយើងប្តឹងទៅតុលាការអន្តរជាតិណាណាវាយគឺវាយយើងដឹងឲ្យវាយមិនឈ្នះចុះបើវាយមិនឈ្នះហើយអត់ប្តឹងទៀតនិយាយមិនវិញឥឡូវយើងគិតថាយើងបានអីវាពឹងយើងថាបើប្តឹងគឺគេវាយយើងវាយទៅសំខាន់គឺយើងប្តឹងទៅឲ្យបានគេមកជួយដឹងលឺដែរតែបើសិនជាយើងអត់ប្តឹងគេវាយទៀតទ្រាំខ្លួនទៀតបាក់ថ្មិញអស់ទៀតហើយនៅតែអញ្ចឹងទៅនៅតែលួងគេអញ្ចឹងតែយើងជាជាតិសាសន៍មួយយើងធ្វើអញ្ចឹងមែនវាអត់ដែលជាតិសាសន៍ណារបបដឹកនាំគ្រប់គ្រងប្រទេសណាដែលយើងធ្វើឲ្យយើងអន់ដូចចឹងទេយើងជាខ្មែរយើងឈឺចាប់ព្រោះអីយើងមានដាវនៅក្នុងដៃមួយក្នុងតឡាការអន្តរជាតិយើងអត់ហ៊ានប្រើយើងនៅអបថៃឲ្យថៃមើងងាយយើងគ្រប់យ៉ាងថៃមើងងាយខ្មែរហួសនិស័យហើយកុំបន្ទោសថៃរឿងមើងងាយខ្មែរណាឈប់ថ្កោលទោសថៃទៅបានហើយឈប់ទៅធ្វើពហិការផលិតផលថៃអីទៅអត់បានប្រយោជន៍ទេថ្កោលទោសមេដឹកនាំខ្មែរដែលមិនព្រមប្តឹងថៃទៅវិញមិនត្រូវព្រោះយើងធ្វើឲ្យយើងអន់ចំហខ្លួនឯងរួចទៅរករឿងថៃយើងទៅពហិការផលិតផលថៃគេដឹកមកតាមកុងតឺន័រតាមកំពង់ផែមករាល់ថ្ងៃណោះអស់ពីហ្នឹងគេវៀងតាមផ្លូវណោះឡាវផ្លូវអីចូលតាមច្រកវៀតណាមអីចឹងទៅហើយយើងនឹងនៅអូយពហិការងាប់ខ្លួនហើយដល់ពេលលទ្ធផលនេះហ្នឹងទៅវិលវងរាំវងទឹះភ្លឺយើងកំពុងរាំវងផងអារាំវងហ្នឹងមកជុំហ្នឹងវាអត់បានទៅណាឆ្ងាយគាត់ដូរកន្លងទៅអស់ពីរាំវងសារវ៉ាន់3មុខ3ក្រោយទឹះភ្លឺទល់មុខគ្នាបែកផុកនៅតែកន្លែងដដែលយើងអត់ព្រមរកអាដំណោះស្រាយហ្នឹងហើយទៅយើងចិត្តតែចង់ថាបានជឿថាថៃរកដោះសហគមន៍អន្តរជាតិអត់ឈឺក្បាលយើងទេហើយចាប់ពីម៉ោងហ្នឹងទៅថៃនឹងរករឿងយើងគ្រប់យ៉ាងដោយសារអីថៃដឹងថាសហគមន៍អន្តរជាតិនេះទៅហើយកន្លប់ចាក់ហើយអញ្ចឹងថៃធ្វើអីក៏បានដែរសាច់ចិត្តដែរព្រោះគេរវល់ជាប់ដៃពីរឿងអ៊ីរ៉ង់ទៀតហើយអាមេរិកស្អីណាជួយហ្គាហ្សាហ្នឹងក៏ស្ងាប់ដែរទៅហើយទៅអ៊ីរ៉ង់ហ្នឹងទៀតហើយយើងហ្នឹងនៅពេលដែលមានវោហាសាសឬក៏ការផ្សព្វផ្សាយព័ត៌មានមិនពិតទៅវិញទៅមកចោតគ្នាដូចអ្នកនេះឈ្លានពានអ្នកនោះអ្នកនេះឈ្លានពានអ្នកនេះបកស្រាយចោះបកស្រាយឡើងអត់ព្រមទៅតុលាការអន្តរជាតិតិចឆេះឈុលផ្ទុះមីនក្ដុងតាមព្រំដែនដាច់ជើងមួយពីរទៀតឆេះក្ដុលហើយដល់ពេលឆេះក្ដុងហ្នឹងផ្ទុះក្ដុងយើងទៅទៀតហើយថៃវាយយកម៉ត់ទៀតហើយអត់បានប្រយោជន៍ទេដូច្នេះហើយបានថាយើងទី1គឺកាត់វោហាសាសអាការចោតប្រកាន់គ្នានឹងបានហើយបដិសេធថ្កោលទោសជូនដំណឹងអំពាវនាវមិនទទួលស្គាល់លាក់បានហើយជាង700ដងហើយបានហើយសំខាន់គឺឈប់ធ្វើអារឿងដដែលអញ្ចឹងមកខ្ញុំប្រាប់ថាឈប់ទៅអាការស្អីផ្ដាល់ព័ត៌មានអំពីសភាពការព្រំដែនអីកម្ពុជាសន្និសិទសារព័ត៌មានអីបានហើយវាអត់មានអីប្លែកទេ
សន្និសីទព័ត៌មានស្អីគេគឺនិយាយដដែលរាប់ខែមកហើយហើយអារឿងសំខាន់បើធ្វើសន្និសីទព័ត៌មានអំពីក្រុមមេធាវីដែលបង្កើតឡើងហើយនេះគណៈកម្មការដែលបង្កើតតាំងពីខែមិថុនាឆ្នាំ2025នេះដែលថាគ្រោងដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនេះយកក្រុមនឹងយកមកនិយាយពីភ័ស្តុតាងប្រមូលបានប្រមាណហើយឥឡូវយើងនឹងប្តឹងតាមផ្លូវនេះយើងនឹងប្តឹងករណីនេះប្តឹងពីបទល្មើសនេះអាហ្នឹងបានល្អស្ដាប់ប្រសាសន៍របស់លោក Richard Rogers ដែលជាមេធាវីអន្តរជាតិដែលជួយការពារក្តីឬក៏ផ្ដល់ប្រឹក្សាយោបល់ឲ្យរដ្ឋាភិបាលក្រៅប្រទេសគាត់និយាយថាកម្ពុជាមានដងដាវនៅក្នុងការប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិឥឡូវក៏អត់សូវខ្វល់ទេរដ្ឋាភិបាលខ្មែរមិនប្តឹងទៅតុលាការអន្តរជាតិនេះការយុទ្ធព្រំប្រទានអន្តរជាតិ ICC នេះក៏បានដែរព្រោះអីតុលាការក្រៅប្រទេសគេបានដាក់ពាក្យប្តឹងឲ្យលោក Richard Rogers លោកអះអាងថាបណ្ដឹងនេះគឺមានទម្ងន់មានភ័ស្តុតាងគួរឲ្យជឿជាក់ដែលអាចនឹងតុលាការនេះយកមកដោះស្រាយផងព្រោះលោកមានជំនឿថាកន្លងមកអាចំនួនប្រដាប់អាវុធអន្តរជាតិហ្នឹងវាធ្លាប់ជារឿងអតីតកាលហើយព្រោះអីគេថាពិភពលោកវាមានសន្តិភាពធ្នាប់វាមានអីហើយតុលាការគឺដោះស្រាយតែរឿងចំនួនផ្ទៃក្នុងនៃក្រុមបដិបកក្រុមអីអញ្ចឹងទៅចំនួនប្រដាប់អាវុធផ្ទៃក្នុងហ្នឹងណាប៉ុន្តែឥឡូវវាអារឿងដែលអតីតកាល20ឆ្នាំជាងមកដែលធ្លាប់គេគិតថាឈប់កាត់ឡើងវាទៅជារឿងថ្មីអ៊ុយក្រែនឈ្លានពានរុស្ស៊ីឈ្លានពានអ៊ុយក្រែនឥឡូវនេះមានអាមេរិកផ្លោងគ្រាប់ទៅលើប្រទេសអ៊ីរ៉ង់ហើយកម្ពុជាថៃឆ្លោះគ្នាជាចំនួនអន្តរជាតិអញ្ចឹងហើយបានជាលោក Richard Rogers ថានេះជាឱកាសដែលធ្វើឲ្យតុលាការអន្តរជាតិនេះអាចយករឿងនេះមកមើលម្ដងទៀតដើម្បីផ្ញើសារថាខ្លួនមិនអនុញ្ញាតឲ្យអំពើឈ្លានពានឬក៏ចំនួនប្រដាប់អាវុធនេះកើតឡើងដែលនាំឲ្យមានបញ្ហាអសន្តិសុខតំបន់អីអញ្ចឹងទៅអាហ្នឹងនិយាយពីតុលាការព្រហ្មទណ្ឌអន្តរជាតិអាហ្នឹងបានតែគ្រាន់តែផ្ដំទាបបុគ្គលមេបញ្ជាការអ្នកនយោបាយយកមកដាក់គុកទេមិនមែនរកយុត្តិធម៌សម្រាប់ដែនអធិបតេយ្យយើងទេតុលាការមួយទៀតហើយខ្ញុំនឹងសម្ភាសលោក Richard Rogers ពីរឿង ICJ ណោះតុលាការព្រហ្មទណ្ឌអន្តរជាតិដែលកាត់ទោសរឿងឲ្យដីអ្នកណានៅចូលដីឈ្លានពាននឹងយកមកឲ្យខ្មែរវិញអាកាត់ទោសតុលាការព្រហ្មទណ្ឌគ្រាន់តែសំណងស៊ីវិលសំណងរដ្ឋប្រវេណីហ្នឹងឬក៏រឿងផ្ដំទាទោសទៅឲ្យដឹងថាអ្នកនោះខុសប៉ុន្តែសំខាន់ណាស់តុលាការព្រហ្មទណ្ឌអន្តរជាតិណាបងប្អូនគឺជាលក្ខខណ្ឌមួយដើម្បីជាហេតុផលនៅក្នុងការទាមទារឲ្យថៃខ្ជាក់ដីមកខ្មែរវិញទៀតដោយសារអីបើតុលាការព្រហ្មទណ្ឌអន្តរជាតិឧទាហរណ៍កាត់ទោសឧត្តមសេនីយ៍ប៊ុនស៊ិនបាត់ខ្លាំងពីបទឈ្លានពានដែនអធិបតេយ្យកម្ពុជាសម្រាប់ទាហានជនស៊ីវិលលាក់នឹងលាក់អីចឹងទៅបង្កផលវិនិស្សកម្មសពបែបយ៉ាងដោយឈ្លានពានរំលោភរដ្ឋធម្មនុញ្ញរបស់អង្គការសហជាតិឬក៏ធម្មនុញ្ញអាស៊ាននិងច្បាប់អន្តរជាតិផ្សេងទៀតច្បាប់មនុស្សធម៌កតកម្មសង្គ្រាមអីហ្នឹងបើកោលទោសផ្ដន់ទាទោសឲ្យឧត្តមសេនីយ៍ប៊ុនស៊ិនបាត់ខ្លាំងចោះឧទាហរណ៍នៅក្នុងរឿងចំនួនព្រំដែនហ្នឹងបានន័យថាកម្ពុជាបានដងដាវភ័ស្តុតាងមួយទៀតអំពីការទទួលស្គាល់ពីតុលាការនេះថាថៃឈ្លានពានកម្ពុជានៅពេលនោះឯងដែលយើងអាចយកវាជាហេតុផលដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យថៃខ្ជាក់ដីព្រោះអីបានជាភ័ស្តុតាងយើងមិនបាច់ប្រមូលភ័ស្តុតាងអីយើងប្រមូលហើយប៉ុន្តែបើយើងប្រមូលហើយយកទៅដាក់ចាក់សោទុកហ្នឹងតិចកឌៀស៊ីអស់ហើយដាវមុតក្នុងស្រោមមានប្រយោជន៍អីបងប្អូនអាហ្នឹងហើយបានថារឿងដែលយើងត្រូវធ្វើហ្នឹងគឺរឿងពីរទី1ផ្សះផ្សាជាតិខ្លួនឯងឲ្យរឹងមាំមែនតើម៉ោងនេះហាមេដឹកនាំខ្មែរឬក៏អ្នកណាក៏ដោយគណៈបកកណ្ដាលអំណាចកុំបាច់ដេកភ័យដេកព្រួយអីហើយគណៈបកប្រឆាំងអីហ្នឹងមិនបាច់ផ្ញើសារស្អីដើម្បីឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឬក៏មេដឹកនាំនៅស្រុកខ្មែរក្រុមគ្រួសារតកូលហ៊ុនភ័យឃើញលោកអាលីហាមេនីត្រូវបានអាមេរិកគេក៏បួចឲ្យស្លាប់ចាប់លោកម៉ាឌូរ៉ូឬក៏ឃើញមេដឹកនាំផ្ដាច់ការដូចសាដាមហ៊ូសេនឬកាដាហ្វីអីដែលគេសម្លាប់ប្រយមកដោយសារតែភាពដឹកនាំផ្ដាច់ការអីហ្នឹងហើយយកអាហ្នឹងមកបន្លាចលោកហ៊ុនសែនបន្លាចលោកហ៊ុនម៉ាណែតខ្ញុំជឿថាគណៈបកប្រឆាំងកន្លែងហ្នឹងក៏លឹះដែរយើងទៅយកសារគម្រាមកំហែងឬក៏សម្លុតបំភ័យអីមេដឹកនាំសប្ងៃឲ្យព្រៀបប្រដូចគាត់ទៅមេដឹកនាំទាំងអស់នោះឲ្យភ័យឲ្យព្រួយយករូបគាត់យកមកកាត់បិទអីវាជាការប្រមាថដែរខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើដូច្នេះទេប៉ុន្តែខ្ញុំមិនគ្រប់គ្រងរបៀបដឹកនាំផ្ដាច់ការប៉ុន្តែសារបែបនេះវាជាការដែលធ្វើឲ្យមេដឹកនាំដូចលោកហ៊ុនសែនលោកហ៊ុនម៉ាណែតរកវិធីដើម្បីវាយបកហើយវិធីវាយបកនេះគឺអាចនឹងមានភាពគ្រូតគ្រៀតជាមួយគ្នាទៀតព្រោះធម្មតាតែយើងយកគាត់ទៅបដូរជាមួយកាដាហ្វីបដូរជាមួយនឹងអាមេនេនេះគឺគាត់ច្បាស់ជារករឿងឲ្យថាគាត់ដឹកនាំប្រទេសមិនមែនដូចប្រទេសអីអស់ទាំងនោះទេណាហើយទៅយើងថាគិតថាបានផលជាទូទៅជាយុទ្ធសាស្ត្ររៀងខ្លួនបន្លាយខ្លះអីខ្លះអញ្ចឹងទៅប៉ុន្តែមិនមែនលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមិនដឹងខ្លួនទេព្រោះសហគមន៍អន្តរជាតិក៏គេកោតទោសកម្ពុជាច្រើនដែរប៉ុន្តែសំខាន់គឺអន្តរជាតិអត់ទាន់មានទម្ងន់អីដើម្បីទៅក៏បួចស្អីលោកម៉ាឌូរ៉ូឬក៏លោកអាលីអាមេរិកគេអត់ធ្វើអញ្ចឹងចំពោះកម្ពុជាទេហើយបងប្អូនគណៈបកប្រឆាំងកុំដាក់ក្តីសង្ឃឹមបែបរវើរវាយអញ្ចឹងអាមេរិកឬក៏ប្រទេសណានៅលើពិភពលោកគេនឹងមិនទៅវាយសន្ធាប់សង្គ្រប់លោកហ៊ុនសែនលោកហ៊ុនម៉ាណែត
ដើម្បីចាប់ក្បួចអីមកអីណានោះទេវាអត់ទេខ្ញុំនិយាយនេះមិនមែនឲ្យបងប្អូនគណៈបកប្រឆាំងបាក់ទឹកចិត្តហើយលើកទឹកចិត្តគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែននេះខ្ញុំនិយាយនេះចង់និយាយថាកម្ពុជាអត់មានតម្លៃអីបន្តិចសោះសម្រាប់សហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកអត់មានសោះតែម្ដងសេដ្ឋកិច្ចក៏យើងខ្សោយយើងជំពាក់បំណុលគេរុំសួតអាមេរិកអត់មានចំណេញអីបន្តិចពីខ្មែរទី1គឺអាមេរិកអត់ចំណេញអាមេរិកមានថៃអាមេរិកមានវៀតណាមហើយអាមេរិកត្រូវការខ្មែរសប្ងៃស្អំចិត្តខ្មែរចង់កុំឲ្យខ្មែរចូលសងទៅចិនផ្ដាច់មុខពេកតែប៉ុណ្្នឹងឯងនិយាយទៅកម្ពុជាសប្ងៃកំពុងតែបោកក្បាលនៅអញ្ចាំងទូងដើម្បីឲ្យម៉ែឪអាណិតតាមពិតឈឺក្បាលខ្លួនឯងទេតែម៉ែឪដោយអាមេរិកអីហ្នឹងគេឃើញយើងបោកក្បាលទូងនៅលើអញ្ចាំងអញ្ចឹងបើសិនជាមិនខាត់គ្នាបោកក្បាលងាប់ហ្មងដល់ពេលពកក្បាលឈឺកាត់អីដេកទៅយកទៅព្យាបាលអស់លុយម៉ែឪទៀតឈឺកូនខ្មែរឪហ្នឹងឈឺចាប់ដោយសារតែទី1គឺវាកូនឯងហើយទៅអត់ព្រមរកវិធីដោះស្រាយទៅបោកក្បាលខ្លួនឯងរលោតសម្រាប់ខ្លួនឯងអញ្ចឹងអាហ្នឹងគឺយើងធ្វើឲ្យរកម្មចិត្តម៉ែឪខ្លាំងមែនតើដែលកូនអត់ចេះធំដឹងក្តីគិតវែងគិតឆ្ងាយអីសោះគិតតែរឿងខ្លីសប្ងៃខ្មែរធ្វើអញ្ចឹងប្រាប់ថាអាមេរិកសហគមន៍អន្តរជាតិតែហ៊ានដាក់ទណ្ឌកម្មខ្មែរទៅចិនហ្មងឲ្យចិនយកឲ្យអស់បដ ாய் ទៅកុំខ្វល់ខ្ចីលុយចិនឲ្យចិនបំពោកអញ្ចឹងទៅសុទ្ធតែវិស្វករសិស្សអ្នកជំនាញមកជួយខ្មែរអភិវឌ្ឍចុងក្រោយសុទ្ធតែពួកឆបោកអនឡាញចឹងឲ្យបានចិត្តចិនចឹងហើយដែលយើងបោកក្បាលទូងចឹងទៅបន្តិចទៅលឺរឿងសមុទ្ររៀមឲ្យចិនបន្តិចទៅលឺរឿងតារាសាកោសង់ពលានយន្តហោះដែលយន្តហោះបដិញចម្បាំងចិនអាចចុះចតបានចឹងគេមានមន្ទិលគេភ័យហើយយើងចេះតែយកអាហ្នឹងដើម្បីទៅដាក់សម្ពាធគេឲ្យគេមកគិតយើងតែដោះស្រាយប្រជាធិបតេយ្យសិទ្ធិមនុស្សដែលស្រួលសោះអត់ព្រមកែទេយើងសុកចិត្តបំផ្លាញចឹងទៅឲ្យបោកក្បាលនៅអញ្ចាំងទូងឲ្យអាមេរិកថាណែឯងអូខេដាក់ទណ្ឌកម្មខ្ញុំដាក់ទៅបោកក្បាលខ្លួនឯងឲ្យពកហ្មងហើយដល់ចឹងអាមេរិកគេខ្លាចយកបែកក្បាលហូរឈាមទៅពិបាកនាំរកបងស្អិតបងអីយកមករុំឲ្យអីចឹងដល់អញ្ចឹងទៅក៏ចិត្តតែជួយមើលមកវិញប៉ុន្តែគេមិនមែនជួយដោយស្មោះទេយើងវាខូចហើយវាអត់បានប្រយោជន៍អីដល់គេទេដូចខ្ញុំនិយាយចឹងកម្ពុជាអត់បានប្រយោជន៍អីដល់សហគមន៍អន្តរជាតិឬក៏អាមេរិកនេះទេកម្ពុជាជាបន្ទុកយូរហើយប៉ុន្តែគេគិតថាគេចង់ជួយយើងតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយសារអីឲ្យយើងនឹងមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មានប្រព័ន្ធប្រជាធិបតេយ្យដែលប្រជាពលរដ្ឋខ្មែររងទុក10 20ឆ្នាំ30 40 50ឆ្នាំហើយសង្គ្រាមស៊ីវិលតាំងពីរបបខ្មែរក៏ចង់ឲ្យប្រជាពលរដ្ឋត្រូវរើគ្នាក្រុមបកពួកណាដែលក្រុមអបគុំក្រុមអីហ្នឹងមូលមាត់គ្នាធ្វើការគ្នាសាមគ្គីជាតិគ្នាកសាងប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋដែលអយុត្តិធម៌យូរឆ្នាំហើយបានទទួលអាស្រ័យផលម្ដងទៅកុំឲ្យវេទនាពេកដល់តែពេលចុងក្រោយបានសហគមន៍អន្តរជាតិគេជួយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបោះឆ្នោតបាន 4-5 ដង2017រំលាយចោលខ្ទេចប្រព័ន្ធបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ដោយសារដឹងតែខ្លួនចាញ់ឆ្នោតនិយាយទៅគឺយើងធ្វើអញ្ចឹងហើយតើឲ្យគេបានប្រយោជន៍អីពីយើងគេថ្កោលទោសហ្នឹងគឺគេចង់ឲ្យយើងស្ដារហ្នឹងប៉ុន្តែតម្លៃយើងអត់មានតម្លៃប្រេងកាតតម្លៃនយោបាយស្អីក៏អត់មានអាមេរិកអីមកបានពីយើងសហគមន៍អន្តរជាតិគេជួយយើងដោយសារជាកាតព្វកិច្ចសិលធម៌ទេគេឲ្យ EBA ដោយសារសិលធម៌ចង់ឲ្យកម្ពុជាមានប្រជាធិបតេយ្យកម្មករមានបាយហូបព្រោះយើងវេទនាយូរហើយជាសិលធម៌ដោយសារអីយើងព្រមអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយើងមានការបោះឆ្នោតដោយសេរីត្រឹមត្រូវប្រទេសដោយសហគមន៍អឺរ៉ុបដោយអាមេរិកអីគេចង់ឲ្យយើងមានប្រជាធិបតេយ្យហើយគេចេះតែជួយយើងទៅអភិវឌ្ឍយើងតាំងពីតទេកវែកឆ្នាំងមកក្រុមហ៊ុនវិនិយោគអង្គការសង្គមស៊ីវិលគេចេះមកជួយអញ្ចឹងទៅជួយបានធំមានស្លាប់ហោះភិលហើយមិនត្រឹមហោះភិលទេគេធាក់ឯងខ្វាច់ឆ្នាំគេគ្រប់គ្នាដល់ឥឡូវឃើញគេដាក់ទណ្ឌកម្មទៀតវាអញ្ចឹងបងប្អូនរឿងគឺយើងវាអញ្ចឹងតែយើងអត់មានជាទ្រព្យសម្បត្តិរបស់ប្រទេសណាមួយទេនៅលើពិភពលោកយើងគឺជាបន្ទុកហើយសពថ្ងៃគេស្អំយើងតែយើងហេតុអីបានយើងធ្វើខ្លួនឲ្យយើងទៅជាបន្ទុកហេតុអីមិនធ្វើយើងទៅជាទ្រព្យតើពេលណាដែលថ្នាក់ដឹកនាំយើងភ្ញាក់រលឹកហើយទៅខឹងគេររូបអីណាមេដឹកនាំផ្ដាច់ការហើយគេចេះដែរគេមួម៉ៅដែរពួកជួនកាលយើងនៅក្រែងអំណាចយូរពេកចេះតែបង្ក្រាបគេឲ្យទៅពេលបោះឆ្នោតនឹងតាំងរតែរំលាយគណៈបកនេះរំលាយគណៈបកនោះចាប់នៅនេះដាក់គុកចាប់នៅនោះដាក់គុកវាយនៅនេះងើបមួយវាយមួយគេអត់មានសង្ឃឹមថានឹងគេអាចនឹងចូលប្រកួតបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌បានតើឲ្យគេធ្វើអីក្រៅពីហ្នឹងក្រៅពីបន្លាចចឹងទៅមាននរណាស្លាប់មានដឹកនាំផ្ដាច់ការលើពិភពលោកយកបដូចលោកហ៊ុនសែនវាអត់មានជំរើសគេអាចទៅបានបើយើងបើកឲ្យគេបោះឆ្នោតដោយសេរីត្រឹមត្រូវគុំរំលាយគេអត់ចាំបាច់ទៅយករូបហ្នឹងមកបដូរទេព្រោះតែវាយគ្នាគេហៅថាតតាំងប្រកួតប្រជែងគ្នាលើស្លឹកឆ្នោតតែយើងអាស្លឹកឆ្នោតហ្នឹងក៏អយុត្តិធម៌ប្រព័ន្ធផ្សព្វផ្សាយក៏លំអៀងប្រព័ន្ធតុលាការក៏លំអៀងប្រព័ន្ធប៉ូលីសទាហានក៏លំអៀងគ្រប់បែបយ៉ាងគ្នាចូលអត់ចោះអញ្ចឹងនៅសល់ធ្វើអីខាងក្រៅប្រទេសហើយមើលប៉ុណ្ណឹងអត់ឃើញ
ហើយទៅរករឿងថាទេកម្ពុជាមិនផ្ដាច់ការដូចប្រទេសដទៃទេមកតបហើយនឹង4ទេវាគ្រាន់តែរបៀបផ្ដាច់ការរបស់យើងនឹងគឺធ្វើទៅស្អំចិត្តប្រជាពលរដ្ឋទៅហើយដូចខ្ញុំនិយាយចឹងថាយើងវាអត់មានទម្ងន់អីឲ្យសហគមន៍អន្តរជាតិគេរករឿងដូចអ៊ីរ៉ង់និងវេណេស៊ុយអេឡាគឺជាស្ដេចប្រេងកាតហើយដោយសារអាប្រេងកាតដែលបានមកនឹងគឺយកលុយទៅជួយពួកភេរវកក្រុមហេបូឡាក្រុមហាម៉ាស់ក្រុមហ៊ូទីអីនៅពេញពិភពលោកដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាធិបតេយ្យនិងសម្បត្តិទ្រព្យសម្ព័ន្ធមិត្តអាមេរិកនៅលើពិភពលោកទាំងអស់ដែលជាគ្រោះថ្នាក់គេឃើញអញ្ចឹងថាឥទ្ធិពលហ្នឹងគឺមានបានដោយខ្លួនឯងគ្មានអាណាគេឈឺក្បាលទេប៉ុន្តែធ្វើបាបសិទ្ធិសេរីភាពប្រជាពលរដ្ឋវេណេស៊ុយអេឡាគេបោះឆ្នោតជាប់គណៈបកប្រឆាំងចាប់មេដឹកនាំដាក់គុកអស់លីងនៅអ៊ីរ៉ង់អត់មានគណៈបកប្រឆាំងណាធ្វើបានឡើងមួយវាយមួយព្យូកមួយរៀលចឹងរហូត30-40ឆ្នាំហើយទៅមកឥឡូវតាអានេះគឺជាអញ្ចឹងហ៎បងប្អូនហើយដល់ពេលអញ្ចឹងតើយើងហេតុអីមិនចាំបាច់ឲ្យមានអញ្ចឹងកើតឡើងបើយើងដើម្បីត្រូវរូវគ្រប់គ្នាអស់ទៅចាំបាច់ឲ្យមានសុបិនអាក្រក់ដេកខ្លាចទៅស្អីបើយើងធ្វើតែអំពើល្អនឹងកុសលទៅអូញញឹមព្រោះប្រជាពលរដ្ឋសប្បាយចិត្តហើយនឿយណាយណាស់ថ្នាក់ដឹកនាំខ្មែរក៏គួរនឿយណាយដែរហត់ទេលោកហ៊ុនសែនអាយុ70ទៅហើយអាយុតែ70ជាងហើយ72 73ហើយតំណាលឪពុកខ្ញុំកើតឆ្នាំរោងដូចគ្នាទៀតហើយទៅអត់មានដូចថារីករាយសប្បាយជីវិតចុងក្រោយអីទេ65អីគេរត្រែតអស់ហើយគាត់នៅតាមវល់កាច់ចកោតជាមួយលោកហ៊ុនម៉ាណែតហ្នឹងកូនមកសង្ឃឹមថាឲ្យធ្វើក៏តែមិនបានធ្វើឪនឹងអង្គុយក្បែរកាត់អាខ្លួនឯងនឹងសុខភាពគាត់មិនដល់តហក់នៅកាន់ចកោតឲ្យកូនព្រោះខ្លាចកូនបើកធ្លាក់ជ្រោះធ្លាក់ឲ្យអត់បដោយកូនឲ្យធ្វើដល់អញ្ចឹងទៅស្លាប់ទៅបិទភ្នែកក៏តែមិនចិត្តព្រោះអីដឹងថាកូនមកហ្នឹងគឺធ្វើតែមិនកើតព្រោះយើងបង្រៀនកូនរបៀបឲ្យត្រីហូបអត់បង្រៀនស្ទូចត្រីហើយអត់ដូរហើយតែចឹងចិត្តតែរករឿងគណៈបកប្រឆាំងអ្នកណាគេនិយាយតវ៉ាសិពួកឧទាមពួកក្រៅច្បាប់ត្រូវដកសញ្ជាតិដកទៅដកឲ្យអស់តែម្ដងក៏បានដែរសញ្ជាតិពីកម្ពុជាហ្នឹងព្រោះយើងវាបើរស់នៅអត់មានភាពផ្សះផ្សាគ្នាបែបនេះរស់នៅជាខ្មែរក៏វេទនាដែរព្រោះយើងរស់នៅជាខ្មែរក៏យើងចង់បានមោទនភាពជាខ្មែរដែរមិនមែនដើរទៅស្រុកណាក៏គេលឺនិយាយខ្មែរអូយការដឹកនាំបែបផ្ដាច់ការអីអញ្ចឹងប្រជាពលរដ្ឋគេចាប់ដាក់គុកហូហែខ្មែរគេដែររហតែនិយាយអត់បានដល់ពេលនិយាយពីរឿងអូយមិនចឹងមិនគេចាប់គ្នាធ្វើបាបគ្នាអញ្ចឹងប៉ះសគាតិចជាមួយក្រុមអាម៉ៃអាថោងអាជ័យធ្លាក់ទឹកដែលការពារគណៈបកប្រជាជនកម្ពុជាររឿងគ្នាផ្ទុះក្ដួងភ្លាមថាក្រុមនឹងក្រុមប្រឆាំងនិយាយពីយុទ្ធធម៌ហ្នឹងគាត់តែនិយាយបានតំណាងខ្មែរលើឆាកអន្តរជាតិតំណាងអត់បានឲ្យតែហ៊ាននិយាយអីប៉ះពាល់នឹងរឿងខ្មែរគឺប៉ះពាល់គណៈបកប្រជាជនកម្ពុជាគេថាយើងនឹងទៅសំអុយគេឈ្មោះជាតិយើងម្នាក់ថាទៅសំអុយប៉ុន្តែរដ្ឋាភិបាលទាំងមូលសំអុយជាតិយើងអត់មានគិតខ្មែរបែកបាក់គ្នាគ្រប់ទិសទីដោយសាររឿងនយោបាយស្មោកគ្រោកនៅស្រុកខ្មែរយើងអត់ព្រមដូរហើយនៅតែដដែលហើយឥឡូវរឿងអតានអធិបតេយ្យថៃនៅកម្ពុជាអត់ព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិង ICC នៅតែអង្គុយស្អំចិត្តថានឹងបានវិញខ្ចីដៃថៃអភិវឌ្ឍកោលទោសមិនទទួលយកតើប្រជាពលរដ្ឋខ្មែរនៅរងកម្មចិត្តនឹងយូរប៉ុណ្ណាហើយតើឲ្យខាងក្រមប្រឆាំងនឹងគាត់សម្រាកដៃយ៉ាងម៉េចហើយទៅរករឿងតែក្រមប្រឆាំងនឹងដោយសារតែខ្លួនមិនធ្វើតែក្រុមប្រឆាំងនិយាយថាសិតតែឧទាមបាទបងប្អូនយើងកំពុងតែជួបបញ្ហាអញ្ចឹងហើយខ្ញុំមែនតើទៅខ្ញុំមិនលើកទឹកចិត្តឲ្យដូចថាយកកម្មពៀចងអាឃាតចង់កាប់សម្លាប់គ្នាអីទេអត់ទេហើយការប្រមាថការទៀនអីក្រុមគ្រួសារតកូលហ៊ុនអីនេះខ្ញុំជឿថាលោកហ៊ុនសែនបើមានប្រតិកម្មឬក៏តបតក្រុមសកម្មជនអីតបតមកគណៈបកប្រឆាំងវិញខ្ញុំក៏មិនមានអីភ្ញាក់ផ្អើលដែរវាជាការសំគួរនៅក្នុងការវិបកតបមកវិញដែរព្រោះអីការប្រមាថជីវិតមនុស្សនឹងវាមិនល្អទេក៏ប៉ុន្តែកុំឲ្យអាការប្រមាថជីវិតមនុស្សនឹងមានយើងធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់យើងទាំងអស់គ្នាទៅកុំឲ្យគេប្រមាថយើងអីតែស្រឡាញ់គេមានណាប្រមាថទេគេណានិយាយប៉ះពាអីគេការពារទាំងអស់គ្នាយើងធ្វើអញ្ចឹងទៅកុំឲ្យប្រជាពលរដ្ឋមកបន្លាចមកអីអញ្ចឹងទៅអីឲ្យប្រជាពលរដ្ឋបន្លាចចាប់ផ្ដើមអ្នកគ្រប់គ្រងគណៈបកប្រជាជនស្អប់ក្រុមប្រឆាំងដោយសារតែយកមេដឹកនាំផ្ដាច់ការលើលោកមកប្រៀបធៀបមួយលោកហ៊ុនសែនមួយអីចឹងប៉ុន្តែបើយើងដូរទៅប្រជាពលរដ្ឋគេលើកជ្រោងដូចនៅសិង្ហបុរីអញ្ចឹងគ្រាន់តែលឺលីខ្វាន់យូឬស្អីហ្នឹងគឺគេនាំគ្នាកោតសរសើរមេដឹកនាំគ្រប់តែគ្នាណាដោយសារធ្វើឲ្យសិង្ហបុរីសិង្ហបុរីនេះគឺរីកចម្រើនមានមុខមាត់លើឆាកអន្តរជាតិណាមិនលើកស្ទួយណាមិនចង់ព្រោះដើម្បីជាតិយើងទាំងអស់គ្នាបានប្រយោជន៍ទាំង17លានអ្នកតែប៉ុន្តែឥឡូវនេះបើយើងលើកអីក៏ដោយគឺបានតែក្រុមពុកលលួយមកក្តាប់តូចនៅក្នុងជួរគណៈបកកណ្ដាលអំណាចធំហ្នឹងឯងអុកញ៉ាមហាមន្ត្រីដែលបោកហ្នឹងទេប្រជាពលរដ្ឋវិទ្យាលហេមលហាមគ្រប់គណៈបកនយោបាយទាំងអស់លើកឡើងតែសំបីតែគណៈបកប្រជាជនហ្នឹងក៏មានប្រជាពលរដ្ឋដែលគ្រប់គ្រងហ្នឹងទុកកវិទ្យារាប់ភ្លេចដែរព្រោះដោយសារអីអំពើអយុត្តិធម៌វាច្រើនពេកវារៀលដាលទាំងសកម្មជនខ្លួនឯងហើយសកម្មជនរបស់គណៈបកប្រជាជនច្រើនណាស់
ដែលអាសាច់ជូនខ្លាដើម្បីនៅស្រុកបានទេមិនមែនស្មោះស្ម័ក្របេះដូងអីទេគ្រាន់តែបានអាវយ័ន្តមកពាក់ទៅថាចូលគណៈបកប្រជាជនកម្ពុជាដើម្បីអីដើម្បីឲ្យកុំឲ្យគេធ្វើទុកបុកម្នេញតែប៉ុណ្្នឹងទេហើយអត់មានផ្លូវឯករាជ្យណាអញ្ចឹងសង្ងំសុកអញ្ចឹងយើងដឹងហើយថាគណៈបកប្រជាជនកាលឡើយដែលយើងគិតថាមានសមាជិករបស់គាត់ប្រមាណ5លាន5សែនអ្នកខ្ញុំចាំការបោះឆ្នោតម្ដុំឆ្នាំ2012អីហ្នឹងគាត់ថាគាត់មានសមាជិកសកម្មរបស់គាត់5លាន5សែនអ្នកដល់តែពេលបោះឆ្នោតក្ដួងរហតែ3លាន2សែនរហអត់បានផងចុះអា1លានជាងទៀតដែលមានបានចែកឲ្យនឹងទៅឯណាបោះឆ្នោតឲ្យគណៈបកប្រឆាំងដោយសារពេលទៅបោះឆ្នោតសម្ងាត់គេគ្មានអាណាដឹងប៉ុន្តែនៅក្រៅចេះតែបានហើយបានសមាជិកនឹងដើរតែហុចឲ្យគេនឹងបខំឲ្យគេទៀតពេលខ្លះគេមិនចង់បាននឹងខ្លាចគេអត់យកអ្នកខ្លះអត់ហ៊ានទេទើសទាល់អត់ហ៊ានយកបានសមាជិកនឹងខ្លាចគេថាក្រុមប្រឆាំងអញ្ចឹងចេះតែយកទៅមិនមែនដោយសុទ្ធតែចិត្តចង់ចូលរួមស្ម័គ្រចិត្តជាសកម្មជនឯណាអាហ្នឹងវាអញ្ចឹងណាបងប្អូនបាទឥឡូវនេះគឺខ្ញុំមើលប្រតិកម្មពីខាងផ្ទៃក្នុងអាមេរិកបងប្អូនអាមេរិកនេះគឺជាជាតិសាសន៍មួយដែលខ្ញុំមែនតើខ្ញុំមានមោទនភាពដែលខ្ញុំខ្លាចជាខ្មែរអាមេរិកកាំងឈាមខ្ញុំនៅជាខ្មែរដដែលប៉ុន្តែខ្ញុំបានមានសញ្ជាតិអាមេរិកខ្ញុំក៏ត្រូវតែលើកតម្កើងអំពីភាពអស្ចារ្យនៃប្រទេសអាមេរិកនេះដែរអស្ចារ្យមែនតើខ្ញុំអត់និយាយពីរឿងលោកត្រាំទេខ្ញុំនិយាយអំពីភាពអស្ចារ្យនៃសម្លេងប្រជាពលរដ្ឋដែលមិនទុកឲ្យរដ្ឋាភិបាលអាមេរិកជិះសេះលែងដៃឃើញអាក្រក់ថាអាក្រក់ឃើញល្អថាល្អមិនជិះសេះឡើងដែរមិនអាចធ្លាក់ទឹកថ្ងៃនេះខ្ញុំឃើញមេដឹកនាំកម្ពុជា2នាក់នៅសហរដ្ឋអាមេរិកដែលថ្លែងសារកោលទោសលោកត្រាំដែលឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់ទី1គឺមានអ្នកស្រី Kamala Harris បងប្អូនដឹងហើយគឺជាអនុប្រធានាធិបតីកាលពីចំនួនលោក Joe Biden ហើយក៏ជាបេក្ខជនប្រធានាធិបតីតទល់ជាមួយនឹងលោកត្រាំនៅក្នុងការបោះឆ្នោតកន្លងទៅដែរអ្នកស្រី Kamala Harris បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ដែលមានទម្ងន់គឺម៉ាត់ថាអញ្ចេះលោក Donald Trump កំពុងតែអូសសហរដ្ឋអាមេរិកឲ្យចូលទៅក្នុងភ្លើងសង្គ្រាមដែលប្រជាពលរដ្ឋអាមេរិកអត់ត្រូវការខ្ញុំសូមបញ្ជាក់រឿងនេះឲ្យច្បាស់ខ្ញុំជំទាស់ដាច់ខាតនៅក្នុងការផ្លាស់ប្ដូររបបមួយដោយការធ្វើសង្គ្រាមភាសារបស់គាត់គឺពេញចិត្តការផ្លាស់ប្ដូររបបផ្ដាច់ការប៉ុន្តែមិនពេញចិត្តការផ្លាស់ប្ដូររបបផ្ដាច់ការដោយការធ្វើសង្គ្រាមទេហើយកងកម្លាំងប្រដាប់អាវុធរបស់យើងកំពុងតែត្រូវគេយកមកធ្វើឲ្យធ្លាក់នៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារតែបំរើមហិច្ឆតាធ្វើសង្គ្រាមតាមការជ្រើសរើសរបស់លោកត្រាំទៅវិញអញ្ចឹងអ្នកស្រី Kamala Harris ចាត់ទុកការដែលធ្វើសង្គ្រាមរបស់លោកត្រាំគឺជាសង្គ្រាម of choice ភាសាអង់គ្លេសគឺ war of choice សង្គ្រាមបែបជ្រើសរើសចង់ធ្វើមិនមែនសង្គ្រាមជាការចាំបាច់ត្រូវធ្វើទេគាត់ជ្រើសរើសទៅតាមអ្វីដែលអ្នកស្រី Kamala Harris ថាជាការជ្រើសរើសចង់ធ្វើសង្គ្រាមទេមិនជ្រើសរើសវិធីផ្សេងលោកស្រីបន្តទៀតអ្នកស្រីបន្តទៀតថានេះគឺជាលបែងដ៏គ្រោះថ្នាក់និងមិនចាំបាច់តតែសោះដែលយកជីវិតរបស់ជនជាតិអាមេរិកដែលធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពអាយុជីវិតប្រជាពលរដ្ឋផងស្ថិរភាពនយោបាយសង្គមផងនិងតំបន់ផងដែលធ្វើឲ្យពិភពលោកអាចនឹងមានប្រតិកម្មប្រឆាំងនឹងអាមេរិកអ្វីដែលយើងកំពុងតែមានអ្វីដែលយើងកំពុងឃើញផ្ទាល់ភ្នែកនេះមិនមែនជាកម្លាំងនិងភាពអស្ចារ្យរបស់យើងទេវាជាការធ្វេសប្រហែសគឺជាការខ្ជីខ្ជាមិនយកចិត្តទុកដាក់តាក់ទងនឹងការដោះស្រាយបញ្ហាខ្ញុំដឹងគាត់និយាយថាខ្ញុំដឹងថាមានការគម្រាមកំហែងដែលប្រទេសអ៊ីរ៉ង់នេះបានបង្កើតឡើងចំពោះសហរដ្ឋអាមេរិកនិងពិភពលោកក៏ប៉ុន្តែយើងមិនត្រូវខ្ញុំដឹងថាយើងមិនត្រូវអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរអីនោះទេក៏ប៉ុន្តែនេះមិនមែនជាវិធីកម្ចាត់អាវុធនុយក្លេអ៊ែរកំទេចអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងគ្រោះគំរាមកំហែងនោះដែរអញ្ចឹងបន្តទៅទៀតអ្នកស្រី Kamala Harris ថាក្នុងអំឡុងពេលធ្វើយុទ្ធនាការរកសម្លេងឆ្នោតកាលពីលោកត្រាំមុនជាប់ឆ្នោតនេះលោកត្រាំបានសន្យាថានឹងបញ្ចប់សង្គ្រាមជាងការដែលចាប់ផ្ដើមបំផ្ទុះសង្គ្រាមឥឡូវនេះនោះគឺជាការកុហកទាំងអស់ឆ្នាំទៅគាត់និយាយថាអាមេរិកបានកំទេចខ្ទេចខ្ទីអស់ហើយប្រព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់អានោះក៏ជាការកុហកដែរបាទឥឡូវអ្វីដែលជាសាររបស់គាត់គឺគាត់ចង់និយាយចេះចុងក្រោយនឹងអ្នកស្រី Kamala Harris ថាក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកប្រធានាធិបតីត្រូវទទួលការអនុញ្ញាតពីរដ្ឋសភាជាមុនសិនមុននឹងប្រកាសសង្គ្រាមទៅលើប្រទេសណាមួយ
ក៏ប៉ុន្តែបើទោះបីជាសុំរដ្ឋសភាក៏ដោយនឹងចោះក៏នឹងមិនអាចទៅផ្លាស់ប្ដូរអង្គហេតុនៃការពិតមួយថាអ្វីដែលលោកត្រាំកំពុងតែធ្វើជ្រើសរើសសង្គ្រាមដែលមិនចាំបាច់នេះណាក៏វាជាការមិនឆ្លាតវៃគ្មានហេតុផលសមរម្យហើយនឹងមិនត្រូវទទួលការគាំពៀពីប្រជាពលរដ្ឋតលតែសោះដូច្នេះជាចុងក្រោយគឺលោកស្រីអំពីវនីវសូមឲ្យធ្វើអ្វីគោរពតាមរដ្ឋធម្មនុញ្ញហើយឲ្យសភាជាអ្នកសម្រេចហើយលោកស្រីក៏បានអ្នកស្រីបានសម្រេចនិយាយថាសូម្បីតែឲ្យសភាសម្រេចបើថាសិទ្ធិរដ្ឋធម្មនុញ្ញមាត្រា1ចំណុចទី8ចែងនិយាយអំពីរឿងសិទ្ធិដែលធ្វើសង្គ្រាមបានគឺទាល់តែសភាជាអ្នកអនុម័តសម្រាប់ប្រធានាធិបតីគ្រាន់តែសុំស្នើទេបើសភាអត់ព្រមគឺអត់ព្រមហើយក៏ប៉ុន្តែឥឡូវលោកត្រាំអត់មានចាំរដ្ឋសភាអីផងយូរពេកហើយបើទៅសភាក៏គេមិនឲ្យធ្វើសង្គ្រាមអីនោះដែរព្រោះសង្គ្រាមដែលមិនចាំបាច់ហើយអញ្ចឹងទៅអានេះតាមអ្វីដែលជាការលើកឡើងរបស់អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងជាបេក្ខជនប្រធានាធិបតីអាមេរិកកាលពីអាណត្តិមុនអាណត្តិក្រោយនេះអាចលោកស្រី Kamala Harris ឈ្មោះជាបេក្ខជនប្រធានាធិបតីបន្តទៀតពីអ្នកស្រី Nancy Pelosi វិញដែលជាអតីតប្រធានរដ្ឋសភាអាមេរិកកូតាគណៈបកប្រឆាំងឬគណៈបកប្រជាធិបតេយ្យនិយាយថ្កោលទោសលោកត្រាំដែរដោយនិយាយថាសេចក្តីសម្រេចរបស់លោកត្រាំនៅក្នុងការផ្ដើមឲ្យមានអំពើបន្ទុះសារាយផ្នែកយោធាទៅលើប្រទេសអ៊ីរ៉ង់នេះគឺចាប់ផ្ដើមឲ្យមានការបង្កសង្គ្រាមដែលមិនចាំបាច់មួយទៀតដែលធ្វើឲ្យប៉ះពាល់គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអាមេរិកនិងផលប្រយោជន៍អាមេរិកហើយនឹងប៉ះពាល់ដល់ស្ថិរភាពដល់តំបន់ផងដែរលោកស្រីបានបញ្ជាក់ថាយើងទាំងអស់គ្នាត្រូវច្បាស់ដោយសារគាត់ជាប្រធានរដ្ឋសភាពីមុនគឺរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកចែងយ៉ាងច្បាស់ថារាល់សេចក្តីសម្រេចដើម្បីធ្វើសង្គ្រាមត្រូវឆ្លងកាត់តាមរដ្ឋធម្មនុញ្ញដែលសភាជាអ្នកអនុម័តមិនមែនប្រធានាធិបតីទេបាទនេះខ្ញុំថាខ្ញុំស្រឡាញ់សហរដ្ឋអាមេរិកដោយសារតែមានការជឿឆ្អាលពីថ្នាក់ដឹកនាំផ្ទៀងផ្ទាត់កុំឲ្យជិះសេះលែងដៃបានន័យថាលោកត្រាំទៅធ្វើរំលាយមេដឹកនាំផ្ដាច់ការជាការសាទរចំពោះខ្ញុំដោយស្មោះសរគឺខ្ញុំពេញចិត្តឲ្យតាមេដឹកនាំផ្ដាច់ការនឹងរលាយអស់ពីលើលោកទៅក៏ប៉ុន្តែខ្ញុំក៏នៅតែគិតថាយើងធ្វើដូចជារៀងធ្ងន់ដៃពេកហើយព្រោះអីទៅចូលរំលោភក្នុងដែនអធិបតេយ្យរបស់រដ្ឋដទៃចោះអង្គការសហជាតិនៅណាចោះច្បាប់ទម្លាប់អីនៅណាតែយើងសួរទៀតថាចោះធ្វើមិនចឹងធ្វើវាមានតែវិធីឲ្យប្រជាពលរដ្ឋក្រោកបះបោតវ៉ាផ្ដួលរំលំចោះបះបោថ្ងៃមុនអស់ 30000 នាក់ស្លាប់របបនេះសម្លាប់ចោលអស់ដូច្នេះវាអាមេរិកអត់ជំរឿសដែរបងប្អូនណានិយាយទៅវាពិបាកដែរយើងធ្វើឲ្យគេអស់ជំរឿសដែរឥឡូវមានលោក Bolton ដែលជា John Bolton សំទោស John Bolton ដែលជាទីប្រឹក្សាផ្នែកការពារជាតិរបស់រដ្ឋបាលលោកត្រាំពីមុនមកឥឡូវគាត់ឈប់ហើយប៉ុន្តែគាត់គាំទ្រការវាយប្រហារលើប្រទេសអ៊ីរ៉ង់ដោយរដ្ឋបាលលោកត្រាំនៅពេលនេះតែគាត់គិតថានេះគឺជារឿងចាំបាច់និងមានហេតុផលសមរម្យគាត់និយាយថាលោកត្រាំមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការរំលាយកំទេចរាល់គ្រោះគំរាមកំហែងតាក់ទងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដោយអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរមានកម្មវិធីអាវុធនុយក្លេអ៊ែរដូច្នេះគាត់និយាយបែបនេះនៅក្នុង post នៅលើ X ប្រព័ន្ធ Twitter ចាស់មុនហ្នឹងគាត់ថាប្រធានាធិបតីត្រាំគឺមានសិទ្ធិអំណាចធ្វើអត់មានខុសអីទេប៉ុន្តែគាត់អត់លើកពីរឿងរដ្ឋធម្មនុញ្ញទេរឿងការកំចាត់អីគម្រាមកំហែងអីណាក៏ធ្វើបានដែរប៉ុន្តែខ្មែរយើងគេមានពាក្យថាអូសទូកកុំឲ្យល្អអានចាប់ត្រីបានកុំឲ្យល្អទឹកបាទឥឡូវតែយ៉ាងណាបងប្អូនពិភពលោកយើងប្រែពណ៌អស់ហើយអ្នកណាធំបងធំអ្នកនឹងឈ្នះប៉ុន្តែសំណួរសួរទៅវិញចេះថាតើនៅពេលដែលមានការថ្កោលទោសនៅក្នុងស្រុកមានការថ្កោលទោសនៅលើពិភពលោកហើយលោកត្រាំនៅតែប្រព្រឹត្តអង្គការសហប្រជាជាតិក៏ថ្កោលទោសតើអ្វីដែលជាដំណោះស្រាយតើអ៊ីរ៉ង់អាចរកដំណោះស្រាយអីបានទេឥឡូវលោកអាលីហាមេនេស្លាប់ហើយតើអ្នកណាជំនួសគាត់បងប្អូនអ៊ីរ៉ង់ណាគេគ្រប់គ្រងប្រទេស36ឆ្នាំគេមានមនុស្សគេឲ្យអស់ហើយនឹងអ្នកណាដាក់ជំនួសលោកអាលីហាមេនេអាចកូនលោកអាលីហាមេនេឬក៏មន្ត្រីជាបព្វជិតឬក៏មេដឹកនាំផ្សេងទៀតដោយអ្វីដែលលោកហ៊ុនសែនរៀបចំលោកហ៊ុនម៉ាណែតឡើងអញ្ចឹងក៏ប៉ុន្តែសំណួរសួរថាតើអ្នកដែលឡើងមកថ្មីហ្នឹងនឹងរួចខ្លួនដែរឬទេព្រោះបើអាមេរិកចង់រំលាយហេដ្ឋារចនាឬក៏រចនាសម្ព័ន្ធចាត់តាំងនៃរបបនេះដើម្បីឲ្យមានការដឹកនាំរបបថ្មីមួយដែលមានប្រជាពលរដ្ឋស៊ីវិលផ្សេងទៀតពីគណៈបកប្រឆាំងចូលរួមហើយខ្ញុំជឿថាទោះជាស្អីមកទប់ក៏មិនឈ្នះដែរវាគ្រាន់តែទិញពេលវេលាដើម្បីដាក់មកព្រោះអ៊ីរ៉ង់គេមិនអោយដាច់មនុស្សរបស់គេទេគេត្រូវតែដាក់ហើយប៉ុន្តែដាក់មួយស្លាប់មួយដាក់មួយស្លាប់មួយហើយរឿងនេះនឹងកើតឡើងរហូតចឹងហើយគឺតលតែអ៊ីរ៉ង់នេះមានមេដឹកនាំគណៈបកប្រឆាំងក្រុមណាមួយដែលអាមេរិកលើកបន្ទប់ឲ្យឬក៏កសាងយូរហើយអាមេរិកកសាងយូរហើយតែចឹងហើយបើខ្ញុំប្រាប់ថានេះជារបៀបអាមេរិកធ្វើការដែលថា
ចង់ឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នកមានសិទ្ធិសម្រេចជោគវាសនារបស់អ៊ីរ៉ង់អញ្ចឹងត្រូវការលើកកម្ពស់ស្មារតីក្រុមប្រឆាំងនៅអ៊ីរ៉ង់មិនមែនធ្វើបដិវត្តពណ៌អីទេប៉ុន្តែដោយសារអ៊ីរ៉ង់សម្លាប់គេច្រើនពេកធ្វើទុកបុកម្នេញគេច្រើនពេកឆ្លងតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌វាទៅអត់រួចព្រោះប្រព័ន្ធបោះឆ្នោតនឹងវាពុករលួយវាសម្លាប់វាអយុត្តិធម៌ប្រព័ន្ធតុលាការប្រព័ន្ធអីយកមកធ្វើជាឧបករណ៍ធ្វើបាបតែជនស៊ីវិលនិងបពប្រឆាំងគេអត់អាចនឹងរៀបចំការបោះឆ្នោតបែបនេះបានសេរីត្រឹមត្រូវយុត្តិធម៌មានតែក្បួចមេដឹកនាំឲ្យចាប់ផ្ដើមបោះឆ្នោតទៅហើយឲ្យប្រជាពលរដ្ឋជាអ្នកបោះសម្រេចទៅនេះគឺជាអ្វីដែលអាមេរិកធ្វើដកលោកមួយម៉ាឌូរ៉ូចេញពីវេណេស៊ុយឡាយកក្រុមប្រឆាំងទៅឲ្យប្រជាពលរដ្ឋបោះឆ្នោតទៅហើយចាំមើលអ្នកណាសម្រេចមិនសម្រេចទៅបើធម្មតាតែបោះឆ្នោតអត់មានការគម្រាមកំហែងគេបោះឆ្នោតឲ្យក្រុមប្រឆាំងឈ្នះហើយដូចតែនៅអ៊ីរ៉ង់ចឹងក្រុមពួកគ្រប់គ្រងគណៈបកអ៊ីរ៉ង់ដែលជាមេដឹកនាំផ្ដាច់ការចូលរួមបោះឆ្នោតទៅបើសម្លេងយើងខ្លាំងឈ្នះទៅបើខ្សោយដឹងហើយប៉ុន្តែជាទូទៅ 100% ឲ្យតែមានក្បួចមេដឹកនាំផ្ដាច់ការហើយរៀបចំឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌អត់ដែលមេផ្ដាច់ការនឹងជាប់វិញទេគឺដឹងថាធ្លាក់ឲ្យបាត់ជារៀងរហូតហើយនេះហើយគឺជារបៀបធ្វើហើយអ៊ីរ៉ង់នឹងអាចប្រឹងរកមនុស្សយកមកជំនួសខ្ញុំជឿថារកមកប្រមាណទៀតក៏មិនរស់ដែរហើយអ៊ីរ៉ង់ក៏វិបកវិញដែរម្ដងនេះអ៊ីរ៉ង់ដាក់បិទច្រកប្រេងកាតមួយដែលដឹកទំនិញចេញទៅហ្នឹងគឺបិទកន្លែងហ្នឹងគឺទំនិញប្រេងដែលដឹកចេញពីតំបន់មជ្ឈិមបូព៌ាហ្នឹង 20% ឆ្លងកាត់ជ្រោយហ្នឹងឥឡូវគាត់បិទចិត្តគឺជាច្រកទឹកមានប្រហែលជា31គីឡូម៉ែត្រទៅតឹងណាក៏បិទច្រកនឹងទាំងអស់អត់នាំប្រេងចេញបានទេហើយអាហ្នឹងឯងធ្វើឲ្យកកស្ទះប្រេងនៅលើពិភពលោកតម្លៃប្រេងនឹងឡើងថ្លៃហើយប៉ុន្តែអានេះគឺជាល្បិចរបស់អ៊ីរ៉ង់គ្មានអីទប់គឺមានតែវិធីហ្នឹងទេពួកអីគេជ្រួចបរម៉ាណូអីអ៊ីរ៉ង់អត់ហ៊ានប្រើទេយើងគិតថាអូអ៊ីរ៉ង់មិនណយទេគេមានគេជ្រួចសាកទៅព្រោះអាមេរិកមានសម្ព័ន្ធមិត្តនៅតែក្បែរជុំវិញតំបន់មជ្ឈិមបូព៌ាបញ្ជូននាវាចម្បាំងទៅអស់ហើយហ្នឹងសាកទៅឥឡូវអាមេរិកចាប់ផ្ដើមខ្ញុំនិយាយនឹងមិនថាអ៊ីរ៉ង់គ្នាខំតដៃដែរតែយើងនិយាយឲ្យគ្នាចាញ់មែនទេព្រោះអ៊ីរ៉ង់បើហ៊ានប្រើបរម៉ាណូតែមួយគ្រាប់អត់ទាន់បានដល់សហរដ្ឋអាមេរិកទេវាអាចដល់កន្លែងណាមួយតំបន់ជិតខេងខាងហ្នឹងគ្រាប់បរម៉ាណូ100គ្រាប់នឹងធ្វើឲ្យអ៊ីរ៉ង់ហ្នឹងទៅជាផេះផង់ក្នុងមួយប្រព្រឹត្តភ្នែកសាកទៅអ៊ីរ៉ង់នឹងមិនជ្រើសរើសយកអាវុធនុយក្លេអ៊ែរនឹងយកមកប្រើទេហើយអាវុធនុយក្លេអ៊ែរហ្នឹងគឺនឹងមិនប្រើបានជារៀងរហូតគាត់តែបានគម្រាមកំហែងទេព្រោះអីអាមេរិកត្រៀមខ្លួនរួចស្រេចអស់ហើយថាវាយនេះក៏ដឹងខ្លួនដែរថានឹងមានប្រតិកម្មពីអ៊ីរ៉ង់ហើយអ៊ីរ៉ង់វាយគ្រប់សម្ព័ន្ធមិត្តគេនឹងខំជួយទម្លាក់គ្រាប់ទៅក្នុងលេនដ្ឋានរបស់អាមេរិកឡាយយោធាទ័ពអាកាសទ័ពជើងទឹកអីប៉ុន្តែដូចរុកសបុកឲ្យម៉ាល់ទៀតចឹងឥឡូវអាមេរិកចាប់ផ្ដើមប្រើបច្ចេកប្រើយន្តហោះឥតមនុស្សបើកគឺ drone អត្តឃាតអត់ដែលសូវប្រើទេអាមេរិកអត់ចូលចិត្តប្រើយន្តហោះ drone អត្តឃាតនេះយើងធ្លាប់ឮនៅអ៊ុយក្រែនធ្លាប់ឮអីចឹងណាឥឡូវអាមេរិកប្រើអា drone អត្តឃាតដែលមានតម្លៃថោកទៅមួយជើងអត់មកវិញទេហើយ drone ប្រភេទនេះគឺអាមេរិកបានប្រើហើយថោកមែនក៏ប៉ុន្តែមិនមែនថោករហូតដល់នេះតម្លៃមួយគ្រឿង$35,000ដែលអាមេរិកថាជាយន្តហោះដែលមិនដែលប្រើពីមុនមកទេឥឡូវចាប់ផ្ដើមប្រើហើយគឺដាក់គ្រាប់ហើយគឺទៅអត់មកវិញទេទៅទម្លាក់យកហើយរាប់ម៉ឺនគ្រឿងដែលគេគ្រោងនឹងប្រើហើយបានប្រើជាច្រើនរួចទៅហើយអានេះគឺជារឿងដែលអាមេរិកចង់ប្រើវិធីសាស្ត្រសង្គ្រាមបែប drone ទៀតបងប្អូនបែបនេះអត់ត្រូវការយកទៅហ៊ានយកទ័ពអីចុះទៅបែបនេះគឺអ៊ីរ៉ង់មិនអាចតដៃអាមេរិកបានទេព្រោះវាអត់មានកន្លែងណាដែលអាចគេចខ្លួនបានទេរឿងនេះគឺមានតែម្យ៉ាងទេគឺអ៊ីរ៉ង់ចុះចាញ់ហើយអនុញ្ញាតឲ្យរៀបចំស្រុកទេសនេះដោយមានប្រជាធិបតេយ្យឡើងវិញតាមការបោះឆ្នោតតាមអីសេរីត្រឹមត្រូវនឹងយុត្តិធម៌ទៅវាពិតជាមិនអាចទទួលយកបានហើយសម្រាប់មេដឹកនាំផ្ដាច់ការដែល36ឆ្នាំហើយមកឲ្យគេយកទៅនោះអត់ទេក៏ប៉ុន្តែបើអត់ទេវាមានតែការបង្ហូរឈាមគ្នាស្លាប់បន្តទៅទៀតតែប៉ុណ្្នឹងឯងវាអត់មានជំរឿទេព្រោះដំណាក់កាលមហារាជហ្នឹងគឺវាត្រូវតែកាត់សាច់ស្អុយចោលទៅហើយបាទហើយវាសោកស្ដាយដែរដែលរឿងនឹងកើតឡើងប៉ុន្តែមេដឹកនាំផ្ដាច់ការមានលំនាំដូចគ្នាគឺចាំតតែចឹងបានចោះបើសិននៅមានតំណែងមានអំណាចនឹងអត់ព្រមកែព្រមដូរព្រោះអីអាដូរក៏ស្លាប់ដែរបើកែហ្នឹងគឺកែទៅគឺគេបោះឆ្នោតឈ្នះទៅខ្លួនឯងចាញ់ដដែលដូច្នេះច្រកណាក៏ស្លាប់ដែរចឹងជ្រើសរើសបង្ក្រាបប្រជាពលរដ្ឋទៅគ្រាន់តែទិញពេលវេលាហើយធ្វើនយោបាយប្រជាពិធដ្ឋអីចឹងទៅប៉ុន្តែជាទីបំផុតគឺវាអត់មានភាពថិតថេរទេបាទអាហ្នឹងគឺយើងគួរតែដឹងហើយឥឡូវដល់ពេលវាយបកនេះគឺ FBI អាមេរិកក៏ចាប់ផ្ដើមចេញសារលោក Patel ចេញសារដើម្បីប្រកាសប្រាប់ប្រជាពលរដ្ឋអាមេរិកនៅគ្រប់ទិសទីជាពិសេសនៅសហរដ្ឋអាមេរិកនេះគឺមានការអីសង្ស័យត្រូវទេទៅ911ភ្លាមក្រុងឡុងប៊ិចក៏មានអភិបាលក្រុងឡុងប៊ិចហ្នឹងក៏ចេញសារប្រាប់បងប្អូនថាអភិបាលក្រុងឡុងប៊ិចនេះគឺលោកឃ្លាំមើលស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់